គ្រាន់តែឃើញមុខអ្នកមីងអ្នកដែលជាមួយគឺប្រកាសជាបានស្គាល់ទៅដល់រសជាតិច្បាស់តែម្ដងអ្នកលក់សម្ដីផ្អែមនៅក្នុងផ្សារបឹងកេងកងដែលគាត់មានលក់ជាប្រភេទសាច់គោអាំងហ៊ុនអាំងមួយចាន 10000 មួយចាន 10000 ហើយរសជាតិរបស់គាត់វិញគឺថាជាប់ចិត្តហ្មងហើយចំណុចពិសេសគឺជាប្រភេទទឹកជ្រលក់របស់គាត់ទឹកម្រេចលាយជាមួយនឹងអំពិលបុករបស់គាត់អំពិលខ្ចីនេះគឺថាឆ្ងាញ់ប្លែកហ្មងឲ្យតែថាឈានជើងដល់ផ្សារបឹងកេងកងម្ដងហ្នឹងគឺដឹងតែត្រៀមចិត្តទុកមុនហើយព្រោះដោយសារតែចូលម្ដងមិនដែលចេះតិចម៉ោងទេគឺថាអស់ពីរឹសក្អៅគឺដើររកកន្លែងញ៉ាំម្ដងហើយសម្រាប់ Twister វិញគឺថាមានជំនួយការពិសេសគឺ Boost Strong ណាព្រោះដោយសារយើងដើរផ្សារអញ្ចឹងគឺអស់កម្លាំងមែនតើអញ្ចឹងតតែញ៉ាំ Boost Strong បានកើតហើយងាកចូលមកដល់សេកូរបស់គាត់វិញម្ដងពុកម៉ែបងប្អូនសម្រាប់សេកូវិញគឺគាត់ប្រឡាក់ចូលគ្រឿងគ្នាបានល្អមែនតើហើយក្រៅពីហ្នឹងក៏គាត់មានជាមួយនឹងហ៊ុនអាំងសម្រាប់ហ៊ុននេះគឺគាត់យកទៅស្រស់ចេះមកតង់សិនពុកម៉ែបងប្អូនបន្ទាប់មកបានគាត់យកមកប្រឡាក់គ្រឿងអាំងនិយាយទៅនៅពេលដែលយើងញ៉ាំទៅគឺអត់បារម្ភថាខ្លាច់ហ៊ុនរបស់គាត់នឹងអត់ស្អាតឬមួយក៏ឆៅអីអត់ទេគឺថាគាត់អាំងបានក្រៀមល្អមែនតើហើយសម្រាប់សេកូរបស់គាត់វិញពុកម៉ែបងប្អូននិយាយទៅគឺថាដាក់អាំងមកឆាវហ្មងព្រោះដោយសារមានជាប់ខ្លាញ់តិចហើយសម្រាប់តម្លៃវិញគឺនៅទីនេះចាប់ពី10000រៀលឡើងទៅមិនថាតែជាប្រភេទសេកូអាំងហ៊ុនអាំងឬមួយក៏បកាស្រស់អីទេគឺចាប់ពី10000រៀលឡើងទៅទាំងអស់តែម្ដងពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំជាប្រភេទសេកូអាំងគឺអាចទៅញ៉ាំនៅផ្សារបឹងកេងកងបានព្រោះដោយសារតែរាល់ដងបើយើងចង់ញ៉ាំសេកូអាំងគឺថានៅខាងក្រៅតតែខ្ទង់ម៉ោង4ល្ងាចទៅបានមានលក់អញ្ចឹងណាប៉ុន្តែនៅក្នុងផ្សារបឹងកេងកងវិញគឺមានចាប់ពីខ្ទង់ម៉ោង10ម៉ោង11ព្រឹកទៅអញ្ចឹងស្រួលមែនតើព្រោះអីគឺថាពេលខ្លះអញ្ចឹងអារម្មណ៍យើងគឺប្រែប្រួលអត់ទៀងទេពេលខ្លះចង់ញ៉ាំសេកូអាំងពេលថ្ងៃឃើញពេលណាគឺចង់ញ៉ាំពេលហ្នឹងអញ្ចឹងទៅផ្សារបឹងកេងកងទៅអាចជួយដោះស្រាយបានមួយគ្រាដែរអញ្ចឹងណាហើយសម្រាប់សេកូគឺដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺគាត់ប្រឡាក់មកឡើងជូស៊ីហើយសម្រាប់ទឹកជ្រលក់វិញគឺគាត់មានជាប្រភេទទឹកម្រេចក៏ដូចជាអំពិលបុករបស់គាត់ហ្នឹងពុកម៉ែបងប្អូនដែលយើងញ៉ាំសេកូអាំងរាល់ដងគឺជាមួយនឹងទឹកប្រហុកប៉ុន្តែនៅក្នុងផ្សារបឹងកងកន្លែងអ៊ីពៅគឺប្លែកម្យ៉ាងដែរហើយបើថាអ្នកមិញវិញគឺថាក្មេងសុំខ្មាស់តែម្ដងសាច់ស្អាតជាពិសេសហ្នឹងគឺរស់រាយស្រស់ស្រាយប្រំប្រៃហ្នឹងតែម្ដងណាសម្រាប់ Twister វិញគឺទៅជាមួយនឹង Boost Strong សម្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរផ្លូវឆ្ងាយឬមួយក៏ដើរក្នុងផ្សារដោយ Twister អស់កម្លាំងអីអញ្ចឹងគឺអាចញ៉ាំជាមួយនឹង Boost Strong ធ្វើឲ្យមានកម្លាំងស្មារតីរឹងមាំភ្លាមពេញមួយថ្ងៃតែម្ដងជាពិសេសហ្នឹងគឺឆ្ងាញ់នៅពេលដែលយើងញ៉ាំជាមួយអាហារអញ្ចឹងគឺជួយបង្កើនរសជាតិអញ្ចឹងណាហើយសម្រាប់សេកូអាំងក៏ដូចជាហ៊ុនអាំងរបស់គាត់ពុកម៉ែបងប្អូនគឺគាត់ប្រឡាក់ចូលគ្រឿងគ្នាបានល្អប៉ុន្តែជាទម្លាប់ហ្នឹងគឺចូលចិត្តជ្រលក់ជាមួយនឹងទឹកជ្រលក់អញ្ចឹងទឹកជ្រលក់ក៏ជាផ្នែកមួយដែលសំខាន់ដែរបើសិនជាលាយអត់ត្រូវអីគឺចប់ហើយប៉ុន្តែទឹកជ្រលក់នៅកន្លែងអ្នកមិញគឺគាត់ធ្វើឆ្ងាញ់លក្ខណៈថាគាត់មានដាក់ជាមួយនឹងអំពិលបុកជូរញ៉ាំទៅគឺអត់ទ្រាំទេហើយអញ្ចឹងសម្រាប់វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ពុកម៉ែបងប្អូនដែលដើរផ្សារបឹងកេងកងគឺអាចឈៀងចូលញ៉ាំសេកូអាំងនៅកន្លែងអ៊ីពៅបានហើយបើថាអស់កម្លាំងគឺអាចញ៉ាំជាមួយនឹង Boost Strong ឆ្ងាញ់បាយ